ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះដែរខ្ញុំមកបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបចូលទៅធ្វើការបើកពន្លឺនៅក្នុងទូរស័ព្ទដៃអញ្ចឹងពេលខ្លះទូរស័ព្ទដៃរបស់បងប្អូនគឺនៅពេលដែលបងប្អូនប្រើទៅហើយបងប្អូនចូលនៅកន្លែងថ្ងៃទៅគឺវាធ្លាក់ពន្លឺអញ្ចឹងនៅពេលដែលធ្លាក់ពន្លឺគឺយើងមើលវាអត់សូវឃើញច្បាស់ដែរអញ្ចឹងយើងធ្វើការចូលទៅបិទនៅក្នុង setting ទៅគឺពន្លឺហ្នឹងគឺវាឡើងអូតូទៅតាមថ្ងៃដែលយើងចេញចូលក្នុងមួយលប់ឬមួយក៏កណ្ដាលថ្ងៃហើយអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅតាមដានទស្សនាវីដេអូនេះទាំងអស់គ្នាអញ្ចឹងជាដំបូងឡើយគឺយើងចូលនៅក្នុង setting មកបន្ទាប់ពីយើងចូលនៅក្នុង setting យើងធ្វើការអស់ចុះក្រោមយើងរកពាក្យថា accessibility បន្ទាប់ពីយើងចូល accessibility ហើយយើងចូលនៅក្នុងអស់ចុះក្រោមបន្តិចមកយើងស្វែងរកពាក្យថា display and text size យើងចុចទៅលើ display and text size មកហើយបងប្អូនអស់ចុះក្រោមតមកទៀតបងប្អូនឃើញពាក្យថា reuse wide point អញ្ចឹងកន្លែងហ្នឹងហើយគឺជាកន្លែងដែលតម្លាក់ពន្លឺឡើងចុះអញ្ចឹងបើសិនជាវាបែកអញ្ចឹងបងប្អូនធ្វើការបិទវាវិញមកអញ្ចឹងគ្រាន់តែធ្វើការបិទនៅត្រង់កន្លែងហ្នឹងគឺទូរស័ព្ទដៃរបស់យើងគឺពន្លឺវាគឺវានឹងចេញមកភ្លឺច្បាស់វិញហើយអញ្ចឹងបើសិនជាបងប្អូនចង់ឲ្យងឹតវិញបងប្អូនគ្រាន់តែចុចបិទកន្លែងហ្នឹងទៅទូរស័ព្ទដៃរបស់យើងគឺវានឹងចូលទៅរៀងល្ងឹតមួយថ្ងៃអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នេះឯងសង្ឃឹមថាបងប្អូនអរគ្នាជួយចុច Subscribe នៅ Channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីៗជាបន្តសូមអរគុណ